បាទបាទព័ត៌មានចុងក្រោយនេះគឺជាអត្ថបទរបស់ South China Morning Post ជាអត្ថបទវិភាគអញ្ចឹងខ្ញុំសូមអត្ថបទនេះវែងបាទវែងចឹងប្រិមិត្តណាដែលមានអាចអានអត្ថបទនេះបានបាទអ្នកខ្លះអាចអាន free បានអ្នកខ្លះអានដោយបង់លុយណាអត្ថបទហ្នឹងបាទ South China Morning Post ក៏ដាក់ចំណងជើងថាតើការដែលប្រទេសថៃអាចនឹងទិញមីស៊ីល BrahMos បាទពីឥណ្ឌានឹងអាចនឹងជាការបញ្ឆេះឲ្យមានការរត់ប្រណាំងសពាវុធធុនតូចទេជាមួយនឹងប្រទេសកម្ពុជាបាទនេះជាចំណងជើងរបស់ខាង South China Morning Post ណាបាទអញ្ចឹងខ្ញុំមិនបកប្រែទាំងស្រុងនៅអត្ថបទនោះទេគឺខ្ញុំសូមដកស្រង់សង្ខេបវិញជូនប្រិយមិត្តវិញបាទអត្ថបទនេះសរសេរបានល្អដោយមានសម្ភារអ្នកជំនាញជាច្រើនផងដែរបាទដូច្នេះបើតាមការសង្ខេបរបស់ខាង South China Morning Post អត្ថបទនោះគឺគាត់ចង់និយាយថាការដែលប្រទេសថៃនេះគាត់មានកំពុងតែគិតគូរមកចង់ទិញ missile hypersonic បានន័យថាល្បឿនលឿនជាងសំឡេងមកជិតដល់3 ដងឯណោះពីប្រទេសឥណ្ឌានោះតើវាអាចជួយការពាររបស់ផលប្រយោជន៍របស់ថៃពិតប្រាកដមែនហើយក៏ប៉ុន្តែតើវាអាចនឹងជាការមួយជំរុញឲ្យមានការរត់ប្រណាំងសពាវុធធុនតូចខ្នាតតូចបន្ថែមទៀតទេជាមួយនឹងប្រទេសកម្ពុជាដែលជាមួយនឹងដែលជាប្រទេសជិតខាងទាំងពីរនេះហើយបើតាមការសន្និដ្ឋានរបស់អ្នកវិភាគក៏ថាជាការពិតអាចនឹងធ្វើឲ្យមានលក្ខណៈបែបនេះហើយវានឹងអាចធ្វើឲ្យមានបញ្ហាអស្ថិរភាពនៅក្នុងតំបន់ផងដែរបាទដោយសារតែប្រព័ន្ធការពារ BrahMos នេះមីស៊ីល BrahMos នេះគឺអាចពង្រឹងនៅសមត្ថភាពនៅក្នុងការទប់ស្កាត់ជាមុនរបស់ប្រទេសថៃនៅដែនសមុទ្របាទគឺអាចនឹងធ្វើឲ្យប្រទេសថៃនេះគឺគាត់មានជំរឿសបន្ថែមទៀតនៅក្នុងការប្រើប្រាស់ក្នុងខណៈពេលដែលភាពតានតឹងជាមួយនឹងប្រទេសកម្ពុជានៅតែមាននៅឡើយបាទគឺជាពិសេសគឺឥឡូវនេះបាទឈានមកដល់អាចនឹងនៅតំបន់សមុទ្ររវាងប្រទេសទាំងពីរដោយសារតែប្រទេសទាំងពីរនេះកំពុងតែចរចាគ្នាទៅលើការកំណត់បាទព្រំដែនសមុទ្រដោយប្រើច្បាប់ UNCLOS បាទប៉ុន្តែបើយោងតាមកាសែតSouth China Morning Post បានឲ្យដឹងថាគឺមិនទាន់មានអ្វីដែលជាដុំកំពូលនៅឡើយទេគឺប្រទេសថៃកំពុងតែពិចារណានៅឡើយទេអំពីការទិញមីស៊ីល BrahMos នេះបាទមីស៊ីល BrahMos ហ្នឹងគឺគោលបំណងសំខាន់សម្រាប់ការប្រឆាំងនឹងនាវាចម្បាំងនៅដែនសមុទ្រហើយវាជាប្រភេទគេថា hypersonic ដែលមានល្បឿនលឿនជាងសំឡេងរហូតដល់3 ដងឯណោះបាទគឺបានន័យថាអាចបាញ់បានរយៈចម្ងាយពី290ទៅ300គីឡូម៉ែត្រអញ្ចឹងបានឆ្ងាយហើយគឺអាចដាក់បាញ់ពីដីក៏បានបាទពីសមុទ្រក៏បានពីអាកាសក៏បានគឺបានន័យថាគឺបានន័យថាអាចនឹងដាក់នៅលើដីបាទអាចបំពាក់នៅលើនាវាហើយនឹងអាចបំពាក់នៅលើយន្តហោះក៏បានបាទក៏ប៉ុន្តែគឺនៅកម្មវិធីនេះគឺមិនទាន់មានកិច្ចផែនការនៅក្នុងការចុះហត្ថលេខាដើម្បីទិញជាផ្លូវការនៅឡើយទេគឺមិនទាន់មានការប្រកាសទេបាទក៏ប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានខាងវិស័យការពារជាតិជាច្រើនបានរាយការណ៍នៅដើមខែសីហានេះបាទថាប្រទេសថៃនឹងគឺកំពុងតែគិតគូរជំរុញបន្ថែមទៀតហើយកាន់តែលឿនជាងមុនទៅហើយទៅលើការពិចារណាចង់ទិញមីស៊ីលនេះពិតប្រាកដមែនដើម្បីយកមកប្រើប្រាស់នៅក្នុងវិស័យការពារជាតិរបស់ខ្លួនហើយនេះគឺជាការដែលថៃគាត់បង្ហាញនៅការចាប់អារម្មណ៍បន្ថែមទៀតជាលើកទី2ហើយបាទក្រោយពីលើកមុននោះធ្លាប់បានទៅចរចាជាមួយឥណ្ឌាម្ដងដែរនៅឆ្នាំ2019បាទហើយក៏ស្ងប់ស្ងាត់ទៅឥឡូវនេះគឺ
បាទសំទោសប្រិមត្តបាទគឺប្រទេសថៃបានឈានទៅរកការចរចាជាមួយនឹងប្រទេសចិនសំទោសប្រទេសឥណ្ឌាហ្នឹងកាលពីឆ្នាំ2019ម្ដងក៏ប៉ុន្តែក៏ស្ងប់ស្ងាត់ប៉ុន្តែឥឡូវស្រាប់តែបាទពន្លឿននៅការចរចានេះបន្ថែមទៀតបាទដោយឡែកសម្រាប់ភាគីឥណ្ឌាវិញបាទភាគីឥណ្ឌាវិញគឺបានន័យថាបើសិនជាថៃអាចទិញអាវុធនេះមកប្រើប្រាស់បានវាជាជោគជ័យមួយទៀតហើយរបស់ឥណ្ឌាពីព្រោះឥណ្ឌាបានចុះកិច្ចព្រមព្រៀងលក់មីស៊ីលនេះជាមួយនឹងប្រទេសហ្វីលីពីនដែលមានតម្លៃរហូតដល់$375 លានហើយឥឡូវនេះគឺឥណ្ឌាក៏កំពុងតែចរចាជាមួយនឹងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងប្រទេសវៀតណាមនិងប្រទេសអារ៉ាប់រួមផងដែរដើម្បីលក់បាទហើយការដែលប្រទេសឥណ្ឌាខិតខំប្រឹងប្រែងចរចាហើយថៃចរចាជាមួយឥណ្ឌានេះគឺធ្វើឡើងក្រោយពីមានការជួបសន្ទនាគ្នាលើកទី10នៅក្នុងវិស័យការពារជាតិរវាងឥណ្ឌានិងថៃនៅក្នុងទីក្រុងបាងកកកាលពីខែមិថុនាឆ្នាំ2026បាទដើម្បីពង្រឹងនៅចំណងមិត្តភាពជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបាទដែលបានមានតាំងពីឆ្នាំ2025មកបាទអ្វីដែលជាសំណួររបស់អ្នកសារព័ត៌មានក៏ដូចជាអ្នកវិភាគមួយចំនួនដែលគាត់បានលើកឡើងគាត់ថាតើហេតុអ្វីបានជាប្រទេសថៃចាប់អារម្មណ៍នៅក្នុងការចង់បានអាវុធប្រភេទនេះនៅពេលបច្ចុប្បន្នអ្វីដែលជាការសន្និដ្ឋានរួមរបស់អត្ថបទនេះដោយផ្អែកទៅលើអ្នកវិភាគនោះគឺគាត់បានសន្និដ្ឋានថាចំណុចទី1គឺបាទជាការមួយដែលបង្ហាញពីការធ្វើពីព្រឹត្តិកម្មបានន័យថាការងាកទៅទិញអាវុធផ្សេងគឺមិនមែនទិញអាវុធនេះដើម្បីមកជាការមួយដែលផ្ដោតទៅលើប្រទេសចិនឬក៏គម្រាមប្រទេសចិននោះទេគឺជាការមួយដែលអ្នកជំនាញមើលឃើញថាប្រទេសថៃនោះគឺចង់បង្ហាញថាខ្លួនមានទីផ្សារទិញអាវុធនឹងច្រើនពីព្រោះពីបច្ចុប្បន្ននេះគឺថៃទិញអាវុធពីចិនផងពីសហរដ្ឋអាមេរិកផងអញ្ចឹងហើយខ្លួនចង់រកអ្នកដែលផ្គត់ផ្គង់នឹងផ្សេងទៀតផងដែរគឺមិនមែនមានន័យថាថៃពឹងតែប្រទេសទាំងពីរនោះទេបាទនេះគឺជាសារទី1ដែលប្រទេសថៃក៏ចង់បញ្ជូននេះបើតាមការលើកឡើងរបស់អ្នកវិភាគណាបាទចំណុចទី2គឺកត្តាប្រទេសកម្ពុជានឹងតែម្ដងគឺពីបញ្ហាសន្តិសុខព្រំដែនសមុទ្ររបស់ថៃផងហើយនិងកត្តារបស់កម្ពុជានឹងផងពីព្រោះថៃក៏ចង់បាននៅប្រព័ន្ធការពារដែនសមុទ្រដែលអាចមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការធានាថាគាត់អាចការពារខ្សែទឹករបស់គាត់បាទនៅក្នុងឈូងសមុទ្រថៃបាទហើយនឹងនៅក្នុងខាងសមុទ្រនៅខាងសមុទ្រអានដាម៉ាន់បាទនៅភាគខាងត្បូងនោះផងដែរបាទហើយប៉ុន្តែបញ្ហានេះវាคล้ายទៅជាបញ្ហាបន្ទាន់សម្រាប់ប្រទេសថៃនៅក្រៅពីបាទប្រទេសកម្ពុជាហើយនិងប្រទេសថៃគឺមានចំនួនព្រំដែននៅតាំងពីខែកក្កដាឆ្នាំ2025មកបាទដែលនៅក្នុងចំនួននោះគឺបានសម្រាប់មនុស្សអស់ចំនួនយ៉ាងហោចណាស់48នាក់ហើយដំបូងនោះគឺបានធ្វើឲ្យប្រជាពលរដ្ឋប្រមាណជា39នាក់រត់ភៀសសឹកចេញពីលំនៅឋានបាទគឺតកតងជាមួយនឹងការដែលប្រទេសថៃចោទប្រកាន់ប្រទេសកម្ពុជាថាប្រើប្រាស់គ្រាប់រ៉ុកែតដែលផលិតនៅប្រទេសចិនវាយប្រហារទៅលើប្រទេសថៃហើយក៏ដូចជាការប្រើប្រាស់មីស៊ីលប្រឆាំងនឹងរ៉ុកដែលកម្ពុជាបានមកពីប្រទេសចិនផងដែរដូច្នេះនេះគឺជាកត្តាមួយដែលធ្វើឲ្យប្រទេសថៃគាត់ត្រូវតែពង្រឹងសមត្ថភាពនេះបន្ថែមទៀតបាទហើយក៏ប៉ុន្តែអ្វីដែលអ្នកវិភាគបានព្រមាននោះគឺបើយោងតាមអត្ថបទនេះអ្នកវិភាគនានាក៏បានព្រមានថាប្រសិនបើប្រទេសថៃបាទក៏ទិញមីស៊ីល BrahMos ពីប្រទេសឥណ្ឌាគឺកម្ពុជាដែលពេលបច្ចុប្បន្ននេះកំពុងតែពឹងពាក់យ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់សម្ភារៈយោធាពីប្រទេសចិនហើយនឹងការដែលធ្វើទំនើបកម្មកំពង់ផែសមុទ្ររៀមដោយមានជំនួយពីប្រទេសចិននោះក៏អាចនឹងបាទស្វែងរកនៅប្រព័ន្ធការពារមួយផងដែរពីប្រទេសចិនបាទដែលជាការមួយនឹងជំរុញឲ្យមានការរត់ប្រណាំងសពាវុធបាទធុនតូចមួយនៅក្នុងតំបន់ដែលធ្វើឲ្យមានការប៉ះពាល់ទៅលើសន្តិសុខ
រវាងប៉ះពាល់សន្តិសុខសម្រាប់តំបន់ផងដែរបាទនេះគឺជាអត្ថបទនេះគឺជាការសង្ខេបអត្ថបទទាំងមូលណាដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាហើយប្រិយមិត្តអាចនឹងទៅអានបន្ថែមណានេះគឺជាចំណងជើងអត្ថបទណារបស់ South China Morning Post ចេញផ្សាយនៅថ្ងៃទី13ខែសីហាឆ្នាំ2026នេះបាទអញ្ចឹងប្រិយមិត្តណាដែលចេះភាសាអង់គ្លេសហើយមានសមត្ថភាពនឹងអាចចូលទៅមើលបានក៏អញ្ជើញទៅបាទដើម្បីឲ្យបានដឹងបន្ថែមទៀតបើអញ្ចឹងសូមរំលឹកម្ដងទៀតពីថ្ងៃសុក្រសៅរ៍អាទិត្យអីហ្នឹងគឺมันមានការផ្សាយជាប្រចាំទេគឺ